ទន្ទិញត្រឹម3ប្រយោគម្ចាស់កម្មពៀខឹងមកប៉ុន្មានជាតិក៏អភ័យទោសឲ្យភ្លាមលើកស្ទួយជីវិតផ្លាស់ប្ដូរពីបាតដៃមកខ្នងដៃជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាឥឡូវនេះជួបគ្នាជាមួយនឹងអ្នកគ្រូទៀតហើយណាសម្រាប់វីដេអូនេះអ្នកគ្រូសូមចែករំលែកដល់អ្នកដែលមានបញ្ហាជីវិតរាំងស្ទះជួបតែបញ្ហាធ្វើអ្វីមិនទៅមុខជួបតែឧបសគ្គចង់ធ្វើអ្វីដូចជាមានមនុស្សចាំរារាំងគ្រប់ពេលវេលាសុំអហោសកម្មអស់ហើយឧទ្ទិសបុណ្យអស់ហើយតែមើលទៅម្ចាស់កម្មពៀដូចជាមិនព្រមដោះលែងសោះថ្ងៃនេះយើងមានគាថាកាយកម្មពីម្ចាស់កម្មពៀដែលបដូរជីវិតរបស់យើងពីអាក្រក់ឲ្យមកល្អវិញបានជាគាថាដែលស្រួលទន្ទិញស្រួលចាំត្រឹមតែ3ប្រយោគប៉ុណ្ណោះតែអានុភាពខ្លាំងក្លាណាស់គាថានេះជាគាថារបស់លោកឪងិនលោកភាវនារាល់ថ្ងៃមុនពេលចេញទៅបិណ្ឌបាតព្រោះជាគាថាផ្សាយមេត្តាទៅកាន់សត្វលោកផងព្រោះនៅក្នុងកំឡុងនោះមានក្រពើមួយក្បាលឈ្មោះថាអាស៊ីវាមានចរិតកោងការចូលចិត្តចាញ់អុកលុកអ្នកស្រុកដែលធ្វើដំណើរឆ្លងកាត់ទន្លេតែបន្ទាប់ពីលោកឪងិនភាវនាគាថានេះនៅពេលដែលបិណ្ឌបាតតាមទូកធ្វើឲ្យអាស៊ីដែលជាក្រពើកាចនោះមិនទៅអុកលុកអ្នកដតីព្រោះវាបានហែលតាមទូករបស់លោកឪងិនមិនទៅធ្វើបាបអ្នកដតីជួនកាលបើលោកឪងិនត្រូវការឆ្លងទន្លេបើអាស៊ីវាឃើញវាបញ្ញាប់ហែលមករកជួនកាលលោកឪងិនអាចគង់លើខ្នងអាស៊ីឆ្លងទឹកទៅបានហើយព្រះគាថានេះជាគាថាតែមួយដែលសម្ដេចព្រះគ្រូតូប្រើសង្កត់ក្រពើនឹងឯងគេហៅថាសង្កត់ចិត្តឬសង្កត់ចិត្តសណ្ដំចិត្តណាភាសាហ្នឹងណាអ្នកដែលជាម្ចាស់គាថានេះគឺលោកឪយ៉ៃហើយប្រភពដើមរបស់គាថានេះគឺមានរឿងដំណាលថានៅក្រុងសាវត្ថីមានតាយាយ2នាក់មានអាជីពជាអ្នករកត្រីក្នុងមួយជីវិតមិនដែលជួបអ្វីដែលក្នុងមួយជីវិតរបស់គាត់មិនដែលប្រព្រឹត្តសេចក្តីល្អឡើយរហូតដល់ថ្ងៃមួយព្រះសម្មាសម្ពុទ្ធដឹងដោយសម្ពោធិញ្ញាណថាតាយាយ2នាក់នេះកាលពីអតីតធ្លាប់ថ្វាយសង្ឃទានដល់ព្រះពុទ្ធតណ្ហករពីមុនមកប៉ុន្តែជាតិមួយទៀតធ្លាប់មានការកឹបកេងលុយក្នុងសម័យព្រះពុទ្ធមេធាំងករទៅផលកម្មហុចផលឲ្យកើតមកជាអ្នកក្រតោកយ៉ាច្រើនភពច្រើនជាតិព្រះសម្មាសម្ពុទ្ធឃើញថាពីអ្នកតាយាយនេះ7ថ្ងៃទៀតត្រូវស្លាប់ទៅអនុគ្រោះឲ្យចេះស្គាល់ពីការភាវនាដើម្បីកុំឲ្យធ្លាក់ទៅអបាយភូមិពេលព្រឹកឡើងព្រះអង្គនិមន្តទៅផ្ទះតាយាយព្រោះចង់អនុគ្រោះឲ្យតាយាយបានធ្វើទានម្ដងពេលទៅដល់ព្រះអង្គក៏សម្ដែងឆពាន់រាំងសីគឺមានពន្លឺចេញមកពីព្រះវរកាយរបស់ព្រះអង្គមានទាំងអស់6ពណ៌ពេលដែលឃើញហើយតាយាយក៏កើតនៅបិតិព្រោះអីវាមានភាពមហោសចាក្នុងចិត្តទើបមានការតាំងចិត្តដាក់បាតដល់ព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធបានសួរទៅកាន់តាយាយ2នាក់នោះថាតាយាយចង់មានទេតាយាយក៏ឆ្លើយព្រមគ្នាថាចង់ព្រះអង្គព្រះបានមានបន្ទូលទៅកាន់តាយាយថាតថាគតនឹងឲ្យគាថាទៅតាយាយគាថានេះភាវនាហើយនឹងមានតាយាយ2នាក់សប្បាយចិត្តណាស់តែមានលក្ខខណ្ឌណាត្រូវភាវនាជាប់មាត់រហូតហើយហាមរកត្រីទៀតតាយាយ2នាក់ក៏យល់ព្រមគាថាភាវនាដែលព្រះសម្មាសម្ពុទ្ធឲ្យនោះគឺពុទ្ធោកម្មថាមោកម្មចុតិសម្ពុទ្ធោតាយាយបានចងចាំពាក្យភាវនានេះហើយក៏សូត្រភាវនារៀងរាល់ថ្ងៃរហូតដល់គ្រប់7ថ្ងៃតាយាយក៏បានលាចាកលោកនេះទៅនាយនិរយបាលមកយកទៅតែដោយដេជះនៃបុណ្យចិត្តដែលភាវនាមុនស្លាប់គឺគាថាដែលព្រះតថាគតបានឲ្យពុទ្ធោកម្មថាមោកម្មចុតិសម្ពុទ្ធោតាយាយទោះជាត្រូវនិរយបាលកំពុងនាំខ្លួនទៅក៏ដោយតែគាត់ភាវនាគាថានេះតាមផ្លូវជាប់រហូតទៅដល់សំណាក់ស្ដេចយមរាជនាយកាន់បញ្ជីក៏បានបើកបញ្ជីអានអំពើល្អនិងអំពើអាក្រក់របស់ដួងវិញ្ញាណតាយាយ2នាក់នេះបន្ទាប់មកមានការហៅដើមចោតឬក៏ហៅពួកត្រីខ្យងក្តាមផ្សេងដែលតាយាយធ្លាប់បានសម្លាប់តែក៏ប្រកាសថាមិនមានសត្វណាមករាយការណ៍ឡើយមានតែអណ្ដើកមួយប៉ុណ្ណោះដែលមកអណ្ដើកនេះបានទៅប្រាប់ទៅស្ដេចយមរាជថាតាយាយ2នាក់នេះបានសូត្រសុំអហោសកម្មទៅយើងអហោសកម្មឲ្យឈប់ខឹងអីទាំងអស់ព្រោះបទសូត្រនេះជាបទសូត្រផ្សាយមេត្តាឲ្យសត្វលោកផងអណ្ដើកនោះពេលនិយាយចប់ក៏ដើរចេញទៅស្ដេចយមរាជក៏មកអង្គុយលើបល្ល័ង្កហើយប្រាប់ថាម្ចាស់ទុក
របស់ពួកឯងទាំងពីរលែងមានហើយមិនមានអ្នកណាមកដឹងអ្វីពីអ្នកទាំងពីរឡើយហើយអ្នកទាំងពីរក៏បានដាក់បាតដល់ព្រះសម្មាសម្ពុទ្ធអញ្ចឹងអ្នកទាំងពីរទៅកើតនៅចតុមហារាជការចុះតាយាយទាំងពីរក៏ងឿងឆ្ងល់ព្រោះមួយជីវិតសម្លាប់ត្រីក្តាមខ្យងរហូតមកចុះហេតុអីក៏សត្វនោះអហោសកម្មឲ្យមិនមានការខឹងក្រោធដោយប្រការណាឡើយអញ្ចឹងស្ដេចយមរាជប្រាប់ថាលោកដែលទាំងពីរអ្នកដាក់បាតគឺអង្គព្រះសម្មាសម្ពុទ្ធហើយគាថាដែលព្រះអង្គឲ្យពុទ្ធោកម្មថាមោកម្មជុតិសម្ពុទ្ធោប្រែថាកម្មណាក៏ដោយសូមឲ្យអហោសកម្មចំពោះគ្នាដោយអនុភាពសម្ពុទ្ធោនឹងឯងទៅពុកម្ចាស់កម្មពៀទាំងឡាយអហោសកម្មឲ្យនឹងណាហើយដួងចិត្តរបស់អ្នកទាំងពីរផ្សារភ្ជាប់ជាមួយពាក្យភាវនានេះរលឹកដល់ព្រះពុទ្ធោជាពុទ្ធានុសតិកម្មដ្ឋានមិនអាចចុះអបាយភូមិបានទេទៅបានចាប់ពីចតុមហារាជការឡើងទៅបន្ទាប់មកព្រះមោគលានបានទៅជួបទេវបុត្រទេពធីតាទាំងពីរនេះទៅបានចងចាំគាថារហូតមកដល់លោកគ្រូធំវត្តមឿងភិជិលោកគ្រូពុទ្ធាចារ្យតោលោកឪងិនវត្តបាងក្រានក៏បានរៀនចាំតគ្នាមកពុទ្ធោកម្មថាមោកម្មជុតិសម្ពុទ្ធោប្រែថាកម្មអ្វីក៏ដោយសូមឲ្យអហោសកម្មចំពោះគ្នាដោយអនុភាពព្រះសម្ពុទ្ធោហើយនេះជាព្រះគាថាដែលជួយកែកម្មពីម្ចាស់កម្មពៀទោះជាខឹងគ្នាប៉ុន្មានជាតិក៏អាចអភ័យឲ្យគ្នាបានភ្លាមដោយតាយាយក្នុងរឿងដែលនិយាយឲ្យស្ដាប់នេះហើយគាថានេះជាគាថាស្រួលទន្ទិញស្រួលចាំមានត្រឹម3ប្រយោគស័ក្តិសមនឹងការភាវនានៅគ្រប់ខណៈចិត្តបើអ្នកណាកំពុងជួបបញ្ហាជីវិតរាំងស្ទះជីវិតធ្វើអ្វីក៏មិនទៅមុខជួបតែបញ្ហាជួបតែឧបសគ្គបុណ្យក៏ធ្វើហើយឧទ្ទិសកុសលឲ្យម្ចាស់កម្មពីរួចអស់ហើយតែនៅតែមិនប្រសើរឡើងសាកភាវនាគាថានេះមើលជីវិតរបស់លោកអ្នកអាចប្រសើរឡើងលឿនដោយផ្កាប់បាតដៃក៏បានតែទោះជាយ៉ាងណាការសូត្រភាវនាគ្រាន់តែជាចំណែកមួយដែលធ្វើឲ្យចិត្តយើងស្ងប់ពេលចិត្តយើងស្ងប់ក៏នឹងកើតសមាធិពេលកើតសមាធិវាជាការបន្ថែមកម្លាំងបុណ្យកុសលឲ្យខ្លួនយើងនេះឯងក្រៅពីសូត្រភាវនាហើយក៏គួរតែមោះមុតក្នុងការធ្វើការរកស៊ីហើយអ្វីដែលសំខាន់ត្រូវនៅក្នុងសិលក្នុងធម៌តាំងមាំនៅក្នុងអំពើល្អមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយមិនបៀតបៀនធ្វើបាបអ្នកដទៃមួយទៀតដែលសំខាន់គឺការកតញ្ញូចំពោះមាតាបិតាដែលឲ្យកំណើតទាំងនេះធ្វើឲ្យជីវិតលោកអ្នករីកចម្រើនសង្ឃឹមថាคลิปនេះមានប្រយោជន៍ដល់អ្នកស្ដាប់ទាំងអស់គ្នាបើមិនតិចក៏ច្រើនចាបើគិតថាមានប្រយោជន៍កុំភ្លេចណាជួយ Subscribe ជួយ Share ដើម្បីជាកម្លាំងចិត្តឲ្យអ្នកគ្រូធ្វើវីដេអូល្អៗជាបន្តទៅទៀតហើយចុងក្រោយនេះអ្នកគ្រូសូមអធិដ្ឋានសូមឲ្យអ្នកដែលចូលមកស្ដាប់នេះជួបតែសេចក្តីល្អប្រះចាកទុក្ខជួបតែបណ្ឌិតឃ្លាតឆ្ងាយពីបុគ្គលពាលហើយសូមឲ្យមានកៅភ្នែកមើលឃើញធម៌ណាចាសម្រាប់វីដេអូនេះដែរសូមអរគុណសូមជម្រាបលា